ទូការភ្ញាក់ផ្អើលទាំងព្រឹកតែម្ដងអាគារយេហោពេជ្រលើមេឃនៅចំការមុនលួចបង្កប់នៅកន្លែងប្រើប្រាស់គ្រឿងញៀនត្រូវបានប៉ូលីសពាត់ចាប់យកបានទាំងប្រុសទាំងស្រីជាច្រើននាក់ចំណែក Stand Up ក៏ដូចជា Page Stand Up News នឹងធ្វើការលំអិតព្រមីនីបាត់កាលពីយប់មិញនៅវេលាម៉ោង 12:30 នាទីរំលងអាត្រៀតឈានចូលថ្ងៃទី 16 ខែតុលាឆ្នាំ 2025 កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឈ្មោះចូលឡោមព័ទ្ធទីតាំងអាគារមួយកន្លែងដែលមានយេហោឈ្មោះថាពេជ្រលើមេឃដែលស្ថិតនៅក្នុងខណ្ឌចំការមនរាជធានីភ្នំពេញតាមប្រភពព័ត៌មានខាងលើឲ្យដឹងផងដែរថាកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានចុះឈ្មោះឡោមព័ទ្ធទីតាំងអាគារមួយកន្លែងដែលមានយេហោពេជ្រលើមេឃបានលួចបង្កប់បើកន្លែងប្រើប្រាស់គ្រឿងញៀនដែលបានធ្វើការឃាត់ខ្លួនបានមនុស្សប្រុសស្រីជាច្រើននាក់ដែលប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង 12:30 នាទីយប់រំលងអាត្រៀតឈានចូលថ្ងៃទី 16 ខែតុលាឆ្នាំ 2025 ដែលស្ថិតនៅតាមបណ្ដោយផ្លូវសោបមិនសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញហើយនៅក្នុងពេលបច្ចុប្បន្ននេះកម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការឆែកឆេរព្រមទាំងប្រមូលបាននៅវត្ថុឬក៏សម្ភារៈជាច្រើននៅទីតាំងខាងលើផងដែរបាទយើងឃើញនៅក្នុងទស្សនវិជ្ជានេះគឺមានមនុស្សប្រុសស្រីជាច្រើនបានចូលទៅលេងនៅអាគារមួយកន្លែងដែលមានយេហោឈ្មោះថាពេជ្រលើមេឃនេះគឺច្រើនមែនទែនហើយគឺជាកន្លែងមួយដែលបង្កប់នៅកន្លែងប្រើប្រាស់គ្រឿងញៀនតែម្ដងបានជិះព័ត៌មានដែលយើងខ្ញុំបានលើកឡើងនេះក៏សូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន